តថ្ងៃនេះខ្ញុំចេញពីធ្វើការម៉ោង 4 ចាយគាត់មកបបួលញ៉ាំស៊ីកូអាំងនិងពងមាន់អាំងចឹងណាចឹងយើងធ្វើដំណើរចេញពីរោងចក្រទៅនេះតាមផ្លូវខ្ញុំក៏ថតទេសភាពតាមផ្លូវម្យ៉ាងឃើញខាងឆ្វេងដៃមាន concert ហ្នឹងក៏ថតបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញក្រែងលោមានបងប្អូនណាចង់មកដើរលេងមកដើរលេងបានគឺនៅម្ដុំវត្តព្រៃស្ពឺណាពុកម៉ែបងប្អូននេះខ្ញុំជិះតាមផ្លូវកាត់វាលស្រែនេះដើម្បីថតឃើញទេសភាពខៀវដើម្បីត្រជាក់ភ្នែកនេះយើងមកដល់កន្លែងលក់ស៊ីកូអាំងហើយណាស៊ីកូអាំងឥឡូវនេះមានស៊ីកូអាំងមានប្រហិតមានអីចឹងណាឥឡូវដល់វគ្គខ្ញុំលាយគ្រឿងមានអំបិលម្រេចដាក់ស្ករបន្តិចទៅដាក់ខ្ទឹមជ្រក់បន្តិចទៅហើយយើងកុំភ្លេចថែមម្ទេសបន្តិចផងណាបើវាមានរសជាតិហឹរហើយឆ្ងាញ់តាយើងសាច់គោយើងបានមកដល់ហើយណាដល់វគ្គយើងភ្លក់ទាំងអស់គ្នានេះដាក់ទៅមាត់ញាប់ដាក់ឲ្យញាប់ទៅពីព្រោះអីយើងប្រញាប់ទៅផ្ទះយើងមកហូបតែមួយផ្លែតទេណាពុកម៉ែបងប្អូននេះចានក៏ដាក់ញាប់មកដូចគ្នាម្នាក់តែ2ចង្កាក់ទេណាពុកម៉ែបងប្អូនម្នាក់2ចង្កាក់ហើយក៏នាំគ្នាថែមពងមាន់អាំងម្នាក់2ទៀតមើលតាមាត់ខ្ញុំហូបនឹងចាយគាត់ហូបទៅណាពុកម៉ែបងប្អូននេះវាចាំងឲ្យមើលសាច់គោគាត់ឆ្ងាញ់ហើយពងមាន់អាំងរបស់គាត់ក៏ឆ្ងាញ់ដែរណាបើសិនជាចង់ទៅហូបអីអាចឆាតឬខមមិនសួរក្នុងវីដេអូនឹងបានចាំខ្ញុំប្រាប់ទីតាំងហើយសាច់គោអាំងគាត់មួយចង្កាក់តា1000នេះពងមាន់អាំងមកដល់ហើយក្តៅអញ្ចឹងដាក់ម្ទេសហឹរទៅអូយឡើងបែកញើសស្រាក់នេះដល់វគ្គខ្ញុំភ្លក់ពងមាន់អាំងណាវារួមជាតិរបស់គេដែរហ្នឹងដាក់ទៅបែកញើសចាយហ្មងណាពុកម៉ែបងប្អូននេះនាំគ្នាវឺតហើយព្រោះអីប្រញាប់ទៅផ្ទះវិញនេះបើខ្ញុំហូបក្តៅផងហឹរផងបែកញើសផងហូរសម្បោរផងអូយក៏ឆ្លៀតថតធ្វើវីដេអូទុកចែកជូនពុកម៉ែបងប្អូនទស្សនាតែម្ដងទៅនេះហុយក្តៅពងមាន់អាំងក្តៅណាពុកម៉ែបងប្អូនដាក់ឃើញហូបអញ្ចឹងប៉ុន្តែក្តៅតែបែកញើសឡើងខ្ចាយហ្មងណាមើលតែមាត់ខ្ញុំមិនមាត់ចាយហូបទៅនេះថតឲ្យចិត្តឲ្យឃើញនេះនៅសំដាក់មួយចានទៀតទៅដាក់មួយចានទៀតហើយតែមួយចានហ្នឹងទៀតគឺអស់ហើយនិយាយរួមយើងហូបតាសាច់គោអាំង2ចង្កាក់និងពងមាន់អាំង2ហ្នឹងគឺល្មមឆ្អែតល្មមណាពុកម៉ែបងប្អូនហើយរសជាតិគាត់ឆ្ងាញ់បើសិនអ្នកណាចង់ទៅញ៉ាំទៅអីអាចខមមិនឬឆាតសួរបានតាមខ្ញុំប្រាប់ទីតាំងវានៅចុះពីវត្តព្រៃស្ពឺមកបន្តិចគឺដល់ហើយគឺគាត់បើកនៅទីតាំងនៅផ្ទះខ្លួនគាត់ហ្មងណាប៉ុន្តែកន្លែងគាត់ភ្ញៀវច្រើនពួកអីផ្លូវដែលគាត់លក់នឹងគឺផ្លូវដែលខ្ញុំជិះកាត់រាល់ថ្ងៃខ្ញុំឃើញភ្ញៀវពេញរាល់ថ្ងៃប៉ុន្តែថ្ងៃហ្នឹងភ្ញៀវស្មានហ្នឹងភ្ញៀវអត់តាន់មកច្រើនភ្ញៀវមក
មួយចឹងណាแล้วអស់នៅឆ្លៀតលិតចុងក្រោយដាក់តែជក់មកកើទៅជាកិច្ចបញ្ចប់នេះ